សូមគ្រប់នឹងជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់បាទខ្ញុំបាទឈ្មោះសេងពិសិដ្ឋបច្ចុប្បន្នបម្រើការងារនៅនាយកដ្ឋានបឋមសិក្សាបាទថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានរៀបចំជាមេរៀននិងបទបង្ហាញពាក់ព័ន្ធជាមួយនឹងការងារបណ្ណាល័យបាទថ្ងៃនេះខ្ញុំសូមលើកយកតែពាក់ព័ន្ធជាមួយនឹងអំណាចនៅក្នុងម៉ោងបណ្ណាល័យដោយមិនលើកពីបច្ចេកទេសនៃការរៀបចំបណ្ណាល័យនោះទេដូច្នេះសូមឲ្យលោកគ្រូអ្នកគ្រូដែលជាអ្នកកាន់ថ្នាក់ត្រូវស្វែងយល់អំពីប្រភេទនៃអំណាចក៏ដូចជាដំណើរការនៃការដឹកនាំអំណាចទាំង4នៅក្នុងម៉ោងបណ្ណាល័យបាទបន្តទៅនេះខ្ញុំសូមបង្ហាញអំពីនិយមន័យគោលបំណងក៏ដូចជាដំណើរការនៃការដឹកនាំនៃអំណាចទាំង4បាទទី1គឺពាក់ព័ន្ធជាមួយនឹងអំណាចលើបាទពាក់ព័ន្ធជាមួយនឹងនិយមន័យនៃអំណាចលើគេថាវាជាសកម្មភាពដែលគ្រូបន្ទប់ថ្នាក់ត្រូវជ្រើសរើសសៀវភៅដែលមានទំហំសមល្មមនិងមានកម្រិតអានតាមឬក៏អាចខ្ពស់ជាងសមត្ថភាពសិស្សរបស់ខ្លួនមកធ្វើសកម្មភាពអានស្ទាត់ជំនាញជាគំរូទៅកាន់និស្សិតក្នុងការអាននោះដែរលោកគ្រូអ្នកគ្រូត្រូវលើកដាក់សំឡេងធ្វើនៅកាយវិការតាក់ទាញទៅតាមខ្លឹមសាររឿងខ្លះប្រកបដោយភាពរីករាយនិងលើកទឹកចិត្តសិស្សចំពោះសកម្មភាពនៃអំណាចឬត្រូវបានលើកទឹកចិត្តចំពោះសិស្សថ្នាក់ទី1ដល់ទី3ច្រើនជាងថ្នាក់ទី4ដល់ទី6ព្រោះដោយសារតែថ្នាក់ទី1ដល់ទី3កុមារនៅមានការលំបាកនៅក្នុងការអានដោយខ្លួនឯងនៅឡើយចំពោះគោលបំណងនៃការធ្វើអំណាចលើទី1គឺដើម្បីលើកទឹកចិត្តនិងធ្វើឲ្យសិស្សចាប់អារម្មណ៍នៅក្នុងការអានទី2គឺផ្ដល់ជាគំរូល្អនៃការអានស្ទាត់ជំនាញទី3គឺណែនាំប្រភេទផ្សេងគ្នានៃរឿងទៅដល់សិស្សនិងទី4លើកកម្ពស់ទម្លាប់នៃការអានចំពោះដំណើរការសកម្មភាពអំណាចលើនៅក្នុងដំណើរការសកម្មភាពយើងបានចែកចេញជា3ផ្នែកធំបាទមានមុនពេលអំឡុងពេលហើយនិងក្រោយពេលចំពោះមុនពេលយើងមាន2ចំណុចសំខាន់ទៀតគឺទី1ដំណាក់ការត្រៀមមុនពេលធ្វើសកម្មភាពអំណាចក្នុងដំណាក់ការត្រៀមនេះគឺនៅពេលដែលសិស្សគាត់ទៅដល់បណ្ណាល័យលោកគ្រូអ្នកគ្រូក៏ដូចជាបណ្ណារៈត្រូវធ្វើការស្វាគមន៍ទៅដល់សិស្សដែលបានចូលរួមមកបណ្ណាល័យដើម្បីផ្ដល់នូវភាពកក់ក្ដៅជូនទៅដល់ពួកគាត់លោកគ្រូអ្នកគ្រូអាចឲ្យកុមារគាត់ដើរមើលនិងអាននៅសម្ភារៈព្រីនរីតដែលជាស្នាដៃរបស់សិស្សផ្សេងបន្ទាប់មកគ្រូអាចទៅជ្រើសរើសសៀវភៅមួយក្បាលហើយអានខ្លួនឯងឲ្យបានមួយចប់កំណត់ពីកន្លែងដែលត្រូវសួរសំណួរទស្សន៍ទាយ2ទៅ3សំណួរកំណត់ពាក្យថ្មី1ទៅ3ពាក្យដើម្បីទុកពន្យល់និងណែនាំទៅដល់សិស្សនិងត្រូវរំលឹកទៅដល់សិស្សអំពីគោលការណ៍បណ្ណាល័យនិងកម្រិតសៀវភៅនេះគឺជាដំណាក់កាលដែលលោកគ្រូអ្នកគ្រូត្រូវត្រៀមមុនពេលអាន
បាទចាប់ផ្ដើមពេលដែលលោកគ្រូអ្នកគ្រូរើសបានសៀវភៅក៏ដូចជាបានហៅសិស្សមកអង្គុយជុំគ្នារួចមកបាទលោកគ្រូអ្នកគ្រូត្រូវបង្ហាញនៅក្របសៀវភៅបាទនៅក្នុងការបង្ហាញនោះដែរលោកគ្រូអ្នកគ្រូនឹងត្រូវសួរសំណួរពាក់ព័ន្ធអំពីរូបភាពនៅលើក្របសៀវភៅហើយសំណួរទាំងនោះវាបត់បែនទៅតាមស្ថានភាពរូបភាពជាក់ស្ដែងនៅលើសៀវភៅបាទសំណួរទាំងអស់នោះក្រៅពីសួរនៅរូបភាពហើយក៏ផ្សារភ្ជាប់សំណួររូបភាពនោះទៅនឹងជីវភាពរស់នៅរបស់កុមារសួរសំណួរទស្សន៍ទាយ1 ទៅ 2សំណួរបន្ថែមទី3គឺសួរ1 ទៅ 2សំណួរអំពីរូបភាពនៅលើទំព័រប្រសិនបើសិនជារូបភាពនោះគួរឲ្យចាប់អារម្មណ៍និងចំណុចមួយទៀតគឺណែនាំអំពីសៀវភៅតាក់ទងនឹងចំណងជើងរបស់សៀវភៅឈ្មោះអ្នកនិពន្ធឈ្មោះអ្នកគូគំនូរឬក៏វិចិត្រករជាដើមណែនាំអំពីពាក្យថ្មី1 ទៅ 3ពាក្យពេលអានចំពោះពេលអានគឺលោកគ្រូអ្នកគ្រូត្រូវអានរឿងយឺតនិងច្បាស់ដោយមានការលើកដាក់សំឡេងក៏ដូចជាធ្វើកាយវិការទៅតាមខ្លឹមសារនៃរឿងទី2គឺបង្ហាញខ្លះអំពីរូបភាពសំខាន់នៅក្នុងរឿងនិងទី3គឺសួរសំណួរទស្សន៍ទាយ2 ទៅ 3សំណួរឧទាហរណ៍ថាតើអ្នកគិតថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៅទៀតដើម្បីទុកពេលវេលាឲ្យសិស្សឆ្លើយក៏ដូចជាបង្កបរិយាកាសរីករាយនិងឲ្យសិស្សចាប់អារម្មណ៍នៃរឿងរបស់យើងចំណុចចុងក្រោយគឺក្រោយពេលអានចំពោះក្រោយពេលអានរឿងចប់បាទលោកគ្រូអ្នកគ្រូត្រូវសួរសំណួរអំពីអ្វីដែលបានកើតឡើងនៅក្នុងរឿងឧទាហរណ៍ថានរណាអ្វីកន្លែងណាពេលណារំលឹកឡើងវិញអំពីផ្នែកសំខាន់នៃរឿងដែលតើមានអ្វីកើតឡើងដំបូងនៅក្នុងរឿងនេះតើមានអ្វីកើតឡើងបន្ទាប់ទៀតតើមានអ្វីដែលកើតឡើងនៅចុងបញ្ចប់ទី3គឺលោកគ្រូអ្នកគ្រូអាចសួរសំណួរពាក់ព័ន្ធនឹងសំណួរកម្រិតសំណួរហេតុអ្វីងាយ1 ទៅ 2សំណួរបាទទី4គឺឲ្យកុមារណាដែលស្ម័គ្រចិត្តអាចធ្វើត្រាប់តាមកាយវិការនិងធ្វើសំឡេងត្រាប់ទៅតាមតួអង្គនៅក្នុងរឿងខ្លះដើម្បីឲ្យពួកគេរំលឹកនៃការចងចាំក៏ដូចជាមានភាពសប្បាយរីករាយនៅក្នុងការអានរបស់ពួកគេផងដែរប្រសិនបើលោកគ្រូអ្នកគ្រូដឹកនាំអំណានហើយនៅសល់ពេលវេលាលោកគ្រូអ្នកគ្រូក៏អាចលើកទឹកចិត្តសិស្សឲ្យពួកគាត់អាចគូររូបដែលយើងហៅថាសម្ភារៈព្រិនរិតឬក៏អាចឲ្យពួកគេអានសៀវភៅផ្សេងឬខ្ចីសៀវភៅយកទៅអាននៅផ្ទះបន្ថែមព្រោះថាសម្រាប់
ម៉ោងដែលចូលបណ្ណាឡាយគឺយើងមានរយៈពេល40នាទីអញ្ចឹងប្រសិនបើនៅសល់ពេលលោកគ្រូអ្នកគ្រូក៏អាចធ្វើសកម្មភាពទាំងពីរនេះបន្ថែមទៀតផងដែរបាទចំពោះបើប្រសិនបើលោកគ្រូអ្នកគ្រូចង់ស្វែងយល់ឲ្យបានលម្អិតខ្ញុំក៏បានរៀបចំជាខ្លឹមសារលម្អិតដែលមានបង្ហាញលំនាំលម្អិតនៃសកម្មភាពអំណានដោយដែលខ្ញុំបានបង្ហាញលោកគ្រូអ្នកគ្រូនេះដែរលោកគ្រូអ្នកគ្រូអាចនឹងអានដើម្បីស្វែងយល់បន្ថែមបាទដែលខ្ញុំបានរៀបចំដោយខ្ញុំបង្ហាញនេះបាទខ្ញុំបានសរសេរលម្អិតជូនសម្រាប់ទៅដល់លោកគ្រូអ្នកគ្រូរួចមកហើយបាទនេះគឺជាខ្លឹមសារលម្អិតពីអ្វីដែលខ្ញុំបានបង្ហាញលោកគ្រូអ្នកគ្រូនៅមុននេះបន្តិចបាទពាក់ព័ន្ធជាមួយនឹងអំណានលឺបាទបន្ថែមពីលោកគ្រូអ្នកគ្រូនៅអាននៅមេរៀនលម្អិតលោកគ្រូអ្នកគ្រូក៏អាចចូលទៅទស្សនានៅវីដេអូជាក់ស្ដែងដែលលោកគ្រូអ្នកគ្រូយើងបានដឹកនាំអំណាននៅក្នុងអំណានលឺនៅក្នុងបណ្ណាល័យផងដែរបាទដែលខ្ញុំបានភ្ជាប់វីដេអូដំណរវីដេអូជូនទៅដល់លោកគ្រូអ្នកគ្រូនៅក្នុងការទស្សនានេះអ្នកគ្រូនឹងនាំបងមកធ្វើសកម្មភាពអំណាចសូមអរគុណច្រើនដល់ការចូលរួមទស្សនានៅបទបង្ហាញរបស់ខ្ញុំ